បងប្អូនទាំងអស់គ្នាមើលវីដេអូនេះតើបងប្អូនឈឺចាំទេវីដេអូនេះគឺពួកសៀមវាជាអ្នកបង្ហោះណាបងប្អូនទាំងអស់គ្នាវាជាអ្នករៀបចំយករូបទាំងអស់នេះយកទៅបង្ហោះបង្អួតប្រជាជនវាថាតាហ៊ានខ្មែរយើងស្លាប់ច្រើនវាសើចំអកខ្មែរយើងសើចំអកការពាក់លីរបស់តាហ៊ានយើងមានអារម្មណ៍ថាឈឺចាប់បងប្អូនទាំងអស់គ្នាបងសង្ឃឹមថាបងប្អូនទាំងអស់គ្នាក៏ឈឺចាប់ដូចខ្ញុំដែរឃើញវីដេអូនេះហើយចង់ស្រក់ទឹកភ្នែកហើយប៉ុណ្ណេះហើយណាបងប្អូនទាំងអស់គ្នាសង្ឃឹមថាខ្មែរយើងនឹងចងចាំទុកអំពីទង្វើដ៏ថោកទាបអំពើដ៏ខុសខើរបស់ពួកចោរសៀមសង្ឃឹមថាបងប្អូនចេះឈឺចាប់ហើយនឹងចងចាំបានជារៀងរហូតអំពីទង្វើថោកទាបរបស់ចោរសៀមទាំងអស់នេះដែលធ្វើដាក់មកលើកម្ពុជាយើងម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតមើលងាយប្រទេសយើងដូចអ្នកសុំទានមើលងាយប្រទេសយើងដូចកថោដូចកដាច់ហើយវាមើលងាយប្រទេសយើងធ្វើដូចប្រទេសយើងនោះមិនដែលមានប្រាក់ទៅទិញស្អីដូចប្រជាជនយើងនោះក្រលហាមណាស់យើងសង្ឃឹមថាបងប្អូនទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅចេះឈឺចាប់ឈប់គ្រប់គ្រងផលិតផលសៀមពហិការឈប់ប្រើគ្រប់ផលិតផលមិនថាផលិតផលស្អីទេសូម្បីតែឈើចាក់ថ្មិញក៏កុំទិញយកមកចាក់ធ្វើខ្លួនឯងផលិតខ្លួនឯងចាប់ពីថ្ងៃនេះតទៅលែងមានវត្តមានផលិតផលសៀមទៀតដល់បងប្អូនបើសិនជាបងប្អូនអ្នកខ្លះនៅតែប្រើទៀតគឺអត់ដឹងនិយាយថាម៉េចទេហើយជាគ្មានការឈឺចាប់ទេដោយវីដេអូអីដែលពួកសៀមវាផុសថ្មីនេះអំពីរឿងការ៉ាសាំង PTT ដែលក្រុមហ៊ុនជាក្រុមហ៊ុនរបស់ថៃណាបងប្អូនទាំងអស់គ្នាវាបានបង្ហោះថាខ្មែរយើងមានតែឈប់ប្រើរបស់សៀមអីណាមានតែឈប់ចាក់សាំងរបស់សៀមអីណាឃើញនេះវាសើចចំអកយើងចុះវាចង់មើលងាយថាខ្មែរយើងវាបានតែមួយឆាវធ្វើអីវាបានតែមួយភ្លើងចម្បើងវាអត់ចេះឈឺចាប់យូរចុះវាតែនេះបងប្អូនគ្នាឈឺចាប់អត់ខ្ញុំឈឺចាប់អត់បងប្អូនគ្នាសង្ឃឹមថាចាប់ពីថ្ងៃនេះតទៅលេងមានវត្តមានផលសៀមយើងនេះគឺឈប់ប្រើផលសៀមទាំងអស់គ្នាហើយដែលចូលចាក់សាំង PTT ចូលផឹកកាហ្វេ Amazon នោះសង្ឃឹមថាចេះភ្ញាក់រលឹកចេះឈឺចាប់ដូចគេដូចឯងផងកុំឲ្យពួកតាម៉ាកកញ្ចប់ប្រមាណនេះនោះធ្វើឲ្យគេឌីលខ្មែរមកប្រទេសគេឈឺចាប់អស់មកប្រទេសគេសោសម្រេងជាមួយនឹងការឈឺចាប់ការពាក់លីរបស់តាហ៊ានឡើងមកប្រទេសប៉ុន្តែពួកអាមនុស្សមួយចំនួនតូចមកក្តាប់តូចនោះបែរជាអោយគេមើងងាយខ្មែរបន្តទៅទៀតនៅតែគ្រប់ត្រូលឬមួយក៏មិនមានខួរគិតស្អីណាបន្តិចហើយតែខ្ញុំដឹងថាលុយទាំងអស់នោះវាជាលុយរបស់បងប្អូនខំប្រឹងរកដោយខ្លួនឯងវាជាសិទ្ធិការប្រើប្រាស់របស់បងប្អូនប៉ុន្តែក្នុងកលៈទេសៈនេះយើងគួរតែឈប់ប្រើផលិតផលសៀមដែលយើងកំពុងតែមានចំនួនជាមួយនឹងសៀមនោះបើយើងគ្រប់ត្រូលផលិតផលវាយើងនៅតែចាក់ផលិតផលវាយើងនៅតែប្រើប្រាស់ផលិតផលវានៅតែបានចិត្តវានៅតែបានប្រាក់ទិញក្រឹបបែកយកមកកប់ដាក់ក្រឹបយកមកកប់ដាក់ប្រទេសខ្មែរយើងវានៅតែចាំសើចំអកប្រទេសខ្មែរយើងដដែលនោះអញ្ចឹងហើយសង្ឃឹមថាបងប្អូនចេះឈឺចាំឃើញវីដេអូនេះហើយណាបងប្អូនទាំងអស់គ្នានេះគឺជាការពាក់លីរបស់តាហ៊ានយើងណាសៀមវាយកទៅលេងសើចសៀមវាយកទៅចំអកវាផុសក្នុងเพจរបស់វាសារព័ត៌មានវាធំដែរតែវាយកទៅផុសបែបសើចចំអកអញ្ចឹងយើងបានឲ្យដឹងថាប្រទេសវាគឺជាប្រទេសមួយដែលមិនសូវគ្រប់ទឹកទេបងប្អូនជាប្រទេសមួយដែលសម្បូរប្រជាជនឈួតជ្រុលនិយមខ្លាំងពេកជាប្រទេសនេះចេះដឹងប៉ុន្តែដូចមិនមែនចេះទេអញ្ចឹងបងប្អូនទាំងអស់គ្នាសង្ឃឹមថាចេះឈឺចាប់ផងឈប់ប្រើផលិតផលសៀមណាបងប្អូនទាំងអស់គ្នា